ចុះបើកំភួនជើងយើងតូចជាងផ្លូវពេកគួរធ្វើដូចម្ដេចទៅបងអញ្ចឹងខ្ញុំចង់បងប្អូនមើលពីជើងរបស់ខ្ញុំពីមុនគឺផ្លូវរបស់ខ្ញុំគឺធំជើងរបស់ខ្ញុំរាវអត់ត្រង់បងប្អូនរាងកាយអញ្ចឹងយើងស្លៀកខ្លីគឺអត់ស្អាតទេប៉ុន្តែមកដល់លើគឺផ្លូវនិងកំភួនជើងរបស់ខ្ញុំគឺសឹងតែប៉ុនគ្នាតែម្ដងបងប្អូនអញ្ចឹងដោយសារតែខ្ញុំគឺស្ថិតនៅក្នុងគីឡូស្តង់ដារហើយអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺសម្រកផ្លូវរបស់ខ្ញុំឲ្យតូចអញ្ចឹងណាបងប្អូនអញ្ចឹងវាខុសគ្នាបើសិនជាបងប្អូនស្ថិតនៅក្នុងពេលដែលបងប្អូនលើសគីឡូឬក៏ធាត់អញ្ចឹងបងប្អូនគណនា BMI ទៅបើឃើញយើងលើសគីឡូធាត់យើងត្រូវស្រកខ្លាញ់មកទួលខ្លួនសិននៅពេលដែលយើងចាប់ផ្ដើមស្រកគីឡូហើយពេលហ្នឹងផ្លូវរបស់យើងក៏ចាប់ផ្ដើមស្រកដូចគ្នាដែរនៅពេលដែលគីឡូរបស់យើងស្ថិតនៅគីឡូស្តង់ដារហើយយើងមកពិនិត្យមើលទៀតថាតើយើងអត់ពេញចិត្តថងណាអត់ពេញចិត្តកពួនជើងនោះវាតូចជាងផ្លូវពេកឬក៏ដោយសារតែផ្លូវរបស់យើងធំពេកចឹងនៅពេលដែលបងប្អូនមើលពិនិត្យមើលជើងរបស់យើងហើយយើងចាប់ផ្ដើមរៀបចំការលំហាត់ប្រាណទៅតាមការចង់បានរបស់យើងអញ្ចឹងដូចខ្ញុំអញ្ចឹងគីឡូស្តង់ដារប៉ុន្តែផ្លូវរបស់ខ្ញុំធំអញ្ចឹងខ្ញុំត្រូវការស្រកផ្លូវអញ្ចឹងលំហាត់ផ្លូវគឺខ្ញុំត្រូវហាត់ទាំងផ្លូវមុខផ្លូវក្រោយនិងផ្លូវខាងក្នុងដើម្បីឲ្យសម្រកខ្លាញ់នៅសាច់ផ្លូវរបស់យើងហើយបង្កើនភាពហាប់ណែនអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមស្រកផ្លូវទៅគឺឃើញផ្លូវរបស់យើងគឺរាងតូចជាងមុនហើយប៉ុន្តែយើងមិនត្រូវមើលរំលងជាមួយលំហាត់កពួនជើងទេមិនថាយើងកពួនជើងយើងធំស្អាតហើយឬក៏តូចហើយក៏យើងត្រូវការហាត់កពួនជើងទាំងអស់អញ្ចឹងគ្រប់ផ្នែកនៃរាងកាយរបស់យើងគឺត្រូវការហាត់ទាំងអស់ភាគច្រើនលំហាត់កពួនជើងគឺមិនរីយើងមួយចំនួនតែមើលរំលងចឹងសម្រាប់ឧបករណ៍មួយនេះបងប្អូនហាត់គឺជិះវៀងប្រើម្រាមជើងបងប្អូនយើងប្រើអាសាច់នៅបន្ទាប់ពីម្រាមជើងមកសាច់យើងព្យាយាមលើកហើយនៅពេលដែលបងប្អូនចុះមកក្រោមគឺចុះឲ្យតឹងផ្លូវតឹងទាំងផ្លូវតឹងកពួនជើងយើងរបស់យើងអញ្ចឹងបងប្អូនហើយយើងចាប់ផ្ដើមប្រើកពួនជើងរុញខ្លួនយើងឡើងលើបើសិនជាបងប្អូនចង់ស្រកកពួនជើងបងប្អូនធ្វើវាឲ្យលើសពី12ដងឡើងទៅហើយយើងសារៈវាបន្តិចយើងធ្វើវាចំនួន3ជុំហើយបងប្អូនអត់មានឧបករណ៍នេះទេបងប្អូនអាចមានជាអីដែលកល់ជើងបន្តិចមកយើងធ្វើដោយលំហាត់ប្រាណនេះក៏បានដែរហើយបើសិនបងប្អូនចង់ធ្វើមួយឧបករណ៍អីបងប្អូនអាចឆ្អឺតជើងរបស់យើងក៏បានដែរបញ្ជាក់ឡើងវិញហាមប្រើម្រាមជើងបងប្អូនហើយបើសិនបងប្អូនអត់មានលំនឹងបងប្អូនអាចទប់អីក៏បានដែរឬក៏បងប្អូនអាចតម្លាក់ជើងម្ដងម្ខាងដោយយើងផ្ដោតទៅលើសាច់ដុំកពួនជើងនីមួយៗផងដែរអញ្ចឹងបើសិនជាបងប្អូនចង់តឡើងកពួនជើងរបស់យើងគឺយើងបន្ថែមគីឡូបងប្អូនធ្វើម៉េចដែលយើងអាចធ្វើវាចំនួន7 8ដងគឺយើងអស់ដៃហ្មងអញ្ចឹងមួយទៀតគឺយើងអាចលំហាត់ហ្នឹងគឺជួយបានទាំងគូតទៀតអញ្ចឹងយើងលើកម្ដងម្ខាងបែបនេះទៅហើយអានឹងគឺចូលបានគូតទៀតគឺល្អមែនទែនបងប្អូនឬគឺយើងអាចឆ្អឺតទាំងពីរអញ្ចឹងក៏បានដែរបើបងប្អូនអាចបជាបើវាបានឲ្យចូលទាំងពីរតែម្ដងបានបងប្អូនអាចឆ្អឺតវាទាំងសងខាងបានអញ្ចឹងចំពោះចំនួនដងនៃការធ្វើបងប្អូនអាចធ្វើពី15ទៅ20ដងឡើងទៅអញ្ចឹងណាបងប្អូនអរគ្នាហើយមួយទៀតក៏បងប្អូនដូចជាទម្រង់នៃការ SWOT នេះក៏បានដែរបងប្អូនអាច SWOT ចុះហើយប្រឹងឆ្អឺតឡើង SWOT ចុះប្រឹងឆ្អឺតឡើងអញ្ចឹងបងប្អូនក្បាច់នេះគឺចំណេញបានទាំងគូតបានទាំងផ្លូវបានទាំងកពួនជើងគឺពិសេសតែម្ដងអញ្ចឹងណាបងប្អូនអ្វីដែលមិនត្រូវមើលរំលងមួយទៀតគឺបងប្អូនទាក់ទងនឹងរបបអាហារហើយបើសិនបងប្អូនចង់បានលំហាត់ផ្សេងទៀតអាចមើលតាមគំរូលំហាត់ប្រាណខាងលើនេះបានអញ្ចឹងអរគុណច្រើនបើសិនបងប្អូនមានចម្ងល់បន្ថែមអាចខមមិនក្រោមវីដេអូនេះកុំភ្លេចចុច like ចុច share ចុច comment ផងណាបងប្អូនអរគ្នាអរគុណជួបគ្នាវីដេអូក្រោយ